បាទថ្ងៃនេះសូមបង្ហាញតទៅនឹងការដកលេខបាទការដកលេខដែលមានខ្ចីបាទឧទាហរណ៍យើងមានលេខ19បន្ត20ចឹងនេះ20ដក15 9យើងដកធ្វើម៉េចទៅណោះបាទសម្រាប់ថ្នាក់ទី1ទី2រៀងកើតមានការពិបាកក្នុងការដកលេខប៉ុន្តែខ្លះដែលមិនទាន់ចេះអាចមើលវីដេអូនេះបានបាទឧទាហរណ៍ថាលេខ0ដក9កើតអត់បាទគឺដកមិនកើតទេគឺយើងត្រូវការខ្ចីនេះយើងសម្រាប់ខ្ចីពីលេខ2កន្លែងលេខ2សល់1កន្លែងនេះបានឡើង10នេះ10ដក9បាទ10ដក9បាន10ដក9គឺសល់1 1ដក1 0មានន័យថាតែរបស់យើងគឺ1យ៉ាងទៀតនឹងលេខដកដែរបាទថ20ដក15 9បាទតែយើងមិនប្រើការខ្ចីទេគឺការដកដោយសងកន្លែងណាដែលមានលេខ0យើងចាត់ទុកថា10មានន័យថា9សង10សល់1បាទទៅពេលនេះយើងត្រូវខាងក្រោមនេះគឺយើងត្រូវបូកថែម1មានន័យថាដើម្បីប្រកបវិញវិសាយើងត្រូវបូកថែម1 2មាន2សង2 0បាទមានតែប៉ុណ្ណឹងងាយ